ជំរាបសួរម្សិលមិញខ្ញុំបានធ្វើកម្មវិធីលាបុគ្គលិកស្ម័គ្រចិត្តស្រីមកពីអាមេរិកមួយរូបគាត់ចិត្តត្រឡប់ទៅវិញអញ្ចឹងហើយយើងក៏ធ្វើកម្មវិធីធ្វើនំជុំគ្នាហើយនឹងញ៉ាំបាយជុំគ្នាមុនកម្មវិធីមួយថ្ងៃហ្នឹងពេលរសៀលហ្នឹងខ្ញុំបានទិញអីវ៉ាន់ខ្ញុំខ្លះហើយដូចជាគ្រឿងធ្វើនំខ្ញុំទិញមកឡើងអស់ហើយព្រលឹមឡើងម្ដងហ្នឹងខ្ញុំចាប់ផ្ដើមធ្វើគ្រឿងនំរបស់ខ្ញុំដើម្បីឲ្យពួកគាត់ចាក់នំឆាប់ហើយដើម្បីបានប្រគេនចង្ហាន់លោកខ្លះហើយនំនេះខ្ញុំធ្វើពីមុខមាននំគ្រក់ហើយនឹងនំពុំចាំក្មេងៗមកជួយយូអើយយូខាងនេះដូចព្រលឹងចុងសក់បន្តិចព្រោះធ្វើតែម្នាក់ឯងទេនេះតែក៏ចេះតែធ្វើបដាទៅហើយពងមាន់ហ្នឹងខ្ញុំគោះវាដាក់ទៅក្នុងសាច់ម្សៅនំពុំខ្លះហើយនឹងទុកខ្លះឲ្យគោះតាមក្រោយដើម្បីយកទៅលាបលើពុំនំពុំហើយការលាបម្សៅរបស់យើងមិនលឿនណារៀងយូរដែរណាយើងត្រូវមើលវាសមល្មមនៅគួរថែមទឹកទៀតអត់ខ្លាច់វារឹងខ្លាច់វាអីចឹងណាហើយខ្ញុំធ្វើនំលើកនេះជោគជ័យខ្លាំងនំខ្ញុំឆ្ងាញ់ណាហើយតាមធម្មតាគេអួតទៅខ្លួនឯងចឹងឯងចាំឲ្យគេអួតយូរហើយរបៀបលាយគ្រឿងរបស់ខ្ញុំអត់ចាក់ម្ដងច្រើនទេដោយសារតែយូរធ្វើនំម្ដងចឹងខ្ញុំដាក់ម្ដងតិចសិនព្រោះបើយើងខ្វះគ្រឿងយើងអាចថែមបានបើយើងដាក់ជ្រុលឯងបាក់ថែមម្សៅហើយខ្ញុំក៏ចាប់ផ្ដើមសម្រោះម្សៅនឹងឲ្យវាម៉ត់បន្តិចខ្លាច់វាមានចប់ដុំហើយវារាងស្ទើរខ្ញុំក៏ថែមទឹកខ្ទិះបន្តិចដើម្បីកុំឲ្យវាខាប់ហើយខ្ញុំកូរវាបន្តិចទៅឲ្យវាសប់តិចទៀតហើយម្សៅរបស់ខ្ញុំបានរួចរាល់ហើយខ្ញុំក៏ទុកវាចោលសិនដើម្បីឲ្យវាឡើងនំបន្តិចហើយខ្ញុំក៏ចាប់ផ្ដើមមកហាន់អានេះបន្តទៀតហើយនំពុំរបស់យើងកុំភ្លេចដាក់ដូងកោសផងណាខ្ញុំអត់បានថតលាយម្សៅនំគ្រក់ឲ្យមើលទេបានតែប៉ុណ្ណេះឯងបងប្អូនហើយម្នាក់ឯងឲ្យដៃមកចាហៀងលោកអើយចឹងឲ្យថតបានតិចឥឡូវមានអ្នកមកជួយមួយហើយមានអ្នកមកជួយ2 3នាក់ទៀតហើយរៀងធ្ងន់ពោះបន្តិចមកសន្ទុះមុនឡើងប្រហោងពោះអស់ហើយបងប្អូនអើយអត់ឃើញពួកគាត់មកជួយបាត់គាត់យូរដោយសារគ្នាតិចពេកអត់បានថតគ្រប់ជ្រុងជ្រោយទេខ្ញុំរៀបកន្លែងចាក់នំឲ្យបងប្អូនរួចហើយពួកគាត់កំពុងតែចាក់ទៅហើយខ្ញុំកំពុងតែធ្វើម្ហូប3មុខបន្ថែមទៀតពីលើនំយើងចែកគ្នាជា2ក្រុមមានមួយក្រុមចាក់នំនិងមួយក្រុមទៀតសម្រាប់ធ្វើម្ហូបចុងភៅ4នាក់អត់មានអ្នកណាគេបានតែលាក់ដៃទេបងប្អូនអើយគឺថាសកម្មតែម្ដងហើយខ្ញុំឆ្លៀតដើរមកមើលបងប្អូនខាងចាក់នំម្ដងហើយបងប្អូនអើយចាក់នំគ្រក់ខ្លោចរហូតដល់យ៉ាងណាយ៉ាងណីទេហើយបាហាវិញគេមករៀនចាក់នំពុំចាក់ទៅនេះស្កាស់ទីស្ទៀនអីគេលាបប្រេងលាបអីបងប្អូនតំណងរបស់គេនេះហើយមើលគេចេះចាក់គេឡើងញោមបព្រាយហើយគេចាក់បាននំគេឡើងល្អតែខ្ញុំដាក់ទៀតហើយកណ្ដំគាត់មកធ្វើម្ហូបហ្នឹងហើយគាត់ចង់ធ្វើម្ហូបមួយមុខដែរហ្នឹងហើយគាត់ក៏ធ្វើសាឡម្ជូរសាច់គោឥឡូវគាត់កំពុងលាយគ្រឿងអូយគាត់សប្បាយចិត្តហើយម្ហូបអាហាររបស់យើងឆ្អិនតាន់ពេលល្មមនំគ្រក់នំពុំសាឡម្ជូរឆាទំពាំងហើយត្រីចៀនសិតតែម្ហូបដែលបាហាចូលចិត្តទាំងអស់ដល់វគ្គប្រគេនចង្ហាន់ម្ដងលោកគ្រូក៏សំណេះសំណាលខ្ញុំមិនដឹងថាលោកគ្រូមានសង្ឃដីកាថាម៉េចខ្លះទេជាមួយពួកគាត់ខ្ញុំអត់ចេះទេណាហើយសម្រាប់2នាក់ទៀតនោះមកចូលរួមដែរដោយសារតែជាមិត្តរបស់បាហាគាត់អត់បានធ្វើការស្ម័គ្រចិត្តនៅកន្លែងខ្ញុំទេបន្ទាប់មកយើងក៏បង្រៀនគាត់ឲ្យប្រគេនចង្ហាន់លោកបន្ទាប់ពីប្រគេនចង្ហាន់លោករួចយើងក៏ចាប់ដើមស្ដាប់លោកសូត្រមន្តបន្ទាប់ពីលោកឆាន់រួចដល់វគ្គយើងម្ដងម្នាក់ញ៉ាំបាយបានច្រើនដែរហ្នឹងព្រោះហត់ពេញមួយថ្ងៃហើយ
ញ៉ាំបាយមួយពេលចុងក្រោយនេះគឺជាពេលវេលាដែលយើងលាគ្នាយើងឈប់បានញ៉ាំបាយជុំគ្នាទៀតហើយរយៈពេលដែលយើងញ៉ាំបាយជុំគ្នាហ្នឹងវាកន្លះឆ្នាំជាងដែរយើងលែងបានញ៉ាំបាយជុំគ្នាហើយសង្ឃឹមថាប្អូនស្រីត្រឡប់ទៅផ្ទះវិញនៅសហរដ្ឋអាមេរិកនឹងនឹកពួកយើងទាំងអស់គ្នាអរគុណប្អូនស្រីសម្រាប់មកដល់ទីនេះហើយគាត់មានកាដូsurpriseខ្ញុំទៀតណូឥឡូវបញ្ចប់កម្មវិធីចប់ទៅហ្នឹងខ្ញុំមកចាប់ផ្ដើម unboxing តើគាត់ឲ្យអីខ្លះមកខ្ញុំគាត់ទិញឲ្យមានបូសក់មានតាគៀបចងសក់ហើយក៏មានមានរៀងច្រើនដែរហ្នឹងមាន sticker ក្នុងមួយបកហ្នឹងចង់10មុខហើយអួតគេឡើងគេចំណែនហើយព្រោះគេអត់បានយើងបានឡើងច្រើនគេបានម្នាក់តែមួយទេហើយក៏នៅជូនពរថាជូនពរបងស្រីឲ្យមានអាយុវែងហើយនឹងមានសុខភាពល្អអរគុណខ្លាំងៗណាបងអូនស្រី